បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះរំបងប្អូនបន្ទាប់ពីដើរលេងកំសាន្តនៅបារាយហើយឥឡូវយើងឆ្លៀតមកលេងនៅប្រាសាទមួយបងប្អូននៅក្នុងខេត្តសៀមរាបដែលប្រាសាទនេះមានឈ្មោះថាអត់ទាន់ប្រាប់បងប្អូនទេពីដើមឡើយគេហៅថាប្រាសាទត្រីភូវណៈមហេស្វរៈប៉ុន្តែបច្ចុប្បន្ននេះមានឈ្មោះផ្សេងមួយទៀតបងប្អូនអញ្ចឹងឈ្មោះហ្នឹងគឺឲ្យបងប្អូនចូលទៅខមមិនខ្លួនឯងទៅបងប្អូនមើលរូបរាងប្រាសាទហ្នឹងថាតើជាប្រាសាទអីនៅពេលបច្ចុប្បន្ននេះគេហៅប្រាសាទអីបងប្អូនអាចទូទីបានបងប្អូនប៉ុន្តែបងប្អូនយើងមួយចំនួនប្រហែលជាអត់តបបានទៅដល់ទេបងប្អូនធ្លាប់តែលើឈ្មោះប៉ុន្តែឈ្មោះត្រីភូវណៈមហេស្វរៈនេះគឺជាឈ្មោះកាលពីដើមឡើយដែលគេហៅអញ្ចឹងណាប៉ុន្តែបច្ចុប្បន្ននេះគេអត់ហៅអញ្ចឹងទេគេហៅឈ្មោះផ្សេងហើយដើម្បីឲ្យខាត់ពេលវេលាយើងងាកមកមើលប្រាសាទយើងទាំងអស់គ្នាឥឡូវនេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកជាច្រើនបងប្អូនមានកាយមានព្រះសង្ឃព្រះអង្គមុនម្លេងផងដែរនៅប្រាសាទមួយនេះឥឡូវនេះយើងកំពុងទៅដល់ខ្លោងទ្វារប្រាសាទហើយបាទនេះមានស្រីស្អាតមានប្រុសស្អាតមានអ៊ំមានមីងមានអ៊ីមានជនជាតិចិនជនជាតិកូរ៉េមកច្រើនបងប្អូនហើយខាងឆ្វេងនេះគឺជាមានកាយបងប្អូនមានកាយគាត់មកច្រើនដែរបងប្អូនហើយម្នាក់ពាក់អាវខ្មៅគាត់ប្រហែលជាជនជាតិអីផ្សេងបងប្អូនយើងមើលអត់ស្គាល់ដែរឥឡូវនេះយើងចូលមកមើលក្នុងប្រាសាទទាំងមូលតែម្ដងថាតើក្នុងប្រាសាទនេះមានអីខ្លះហើយប្រាសាទនេះកសាងឡើងក្នុងឆ្នាំណាសូមបងប្អូនតាមដានទស្សនាបន្តទៀតបាទនេះចាមានស្រីស្អាតមើលបងប្អូនកំពុងតែឲ្យគេថតឲ្យម្នាក់នោះគាត់កំពុងតែថតឲ្យយ៉ាញញឹមមួយសិននេះអ្នកថតដល់នេះអូលយបងប្អូនលយមានប្រុសក្មេងកំពុងទៅដើរពីក្រោយយ៉ាញញឹមបងប្អូនញញឹមមួយទៀតមកប៉ោះទៀតបងយ៉ាស្រីស្អាតមួយទៀតនៅនេះគាត់មកពីខាងខេត្តណាហ្នឹងបងប្អូនហើយមកពីខេត្តអត់ស្គាល់គាត់មានខាងខេត្តកំពង់ឆ្នាំងបងប្អូនបាទប្រាសាទនេះគឺកសាងឡើងក្នុងឆ្នាំ967នៃគ្រិស្តសករាជបងប្អូនដោយព្រះបាទដោយព្រះជាចត្រាវរ្ម័នទី2ហើយឥឡូវយើងកំពុងតែបន្តមើលធ្វើដំណើរនេះកំពុងតែជជែកជាមួយស្រីស្អាតដឹងនិយាយស្អីខ្លះនេះស្ដាប់អត់បានបងប្អូនអូខ្ញុំសួរគាត់ថាគាត់មកពីណាគាត់ថាគាត់មកពីខាងកំពង់ឆ្នាំងឥឡូវនេះកំពុងតែជជែកទៀតពេលអត់ចាំអត់បានទេភ្លេចអស់ហើយเราកំពុងតែមើលនោះឃើញអូនវាដើរពីក្រោយអាយ៉ានេះកញ្ញានេះកំពុងតែអ៊ីអង្គុយឲ្យគេថតបងប្អូនញឹមមួយគាត់មានឈ្មោះថាកញ្ញាក្រោះបងប្អូនកញ្ញាក្រោះឬក៏ហៅកញ្ញាសាវរីបាទបងប្អូនកញ្ញាក្រោះឬហៅកញ្ញាសាវរីឈ្មោះពីរោះបងប្អូនក្រោះហ្នឹងគាត់ឈ្មោះគាត់គេហៅក្រៅទេប៉ុន្តែឈ្មោះគាត់គឺឈ្មោះសាវរីឈ្មោះពីរោះណាបងប្អូននេះព្រះសង្ឃព្រះអង្គកំពុងតែនិមន្តមើលប្រាសាទដូចគ្នាហើយច្រកជីនឹងច្រកចូលគឺខុសគ្នាបងប្អូនចូលមកហើយបងប្អូនត្រូវដើរមកខាងឆ្វេងដៃក៏បានខាងស្ដាំដៃក៏បានដើរទៅក្រោយឲ្យផុតរួចបងប្អូនវិលត្រឡប់ដើរថយក្រោយវិញនៅផ្លូវក្រៅខាងឆ្វេងដៃបងប្អូនអាចចូលដល់ក្នុងប្រាសាទហើយត្រឡប់ទៅក្រោយវិញបានទេបងប្អូននឹងបញ្ជាក់បងប្អូនឲ្យហើយនេះឥឡូវយើងកំពុងតែមើលកញ្ញាខ្ញុំអត់សូវបានថតប្រាសាទប៉ុន្មានបងប្អូនអត់ថតដល់ស្រីស្អាតហ្នឹងថតដល់ស្រីស្អាតអត់បានថតប្រាសាទអីប៉ុន្មានទេឥឡូវនេះយើងកំពុងតែមើលស្រីស្អាតពីរនាក់នេះកំពុងតែដើរលេងហើយមានអ៊ីកំពុងតែឲ្យធប់ថ្វាយទិសដល់ប្រាសាទក៏ដូចជាដល់បុព្វបុរសដែលលោកបានកសាងប្រាសាទអញ្ចឹងណាបងប្អូនប្រាសាទនេះមកគិតមិនដល់ឥឡូវច្រើនឆ្នាំបងប្អូនបើយើងឥឡូវវា2023បងប្អូនយក2023ដក967ឃើញអាយុកាលនៃប្រាសាទនេះហើយឥឡូវយើងកំពុងតែមើលប្រាសាទបន្តទៀតបងប្អូនតាមពិតបើយើងនិយាយពីប្រវត្តិប្រាសាទនេះឲ្យលំអិតតែម្ដងគឺវាវែងបងប្អូនហើយខ្ញុំចាំអត់អស់ដែរហ្នឹងខ្ញុំចាំបានខ្លះដឹងតែកសាងក្នុងឆ្នាំហ្នឹងក្នុងឆ្នាំ967នៃគ្រិស្តសករាជហ្នឹងនឹងកសាងដោយព្រះជាព្រះបាទព្រះជាចត្រាវរ្ម័នទី2ហើយអ្នកដែលកសាងហ្នឹងមានវិស្ណុកុមារបងប្អូនក្នុងសភៅដែលថាវិស្ណុកុមារហើយនឹងមួយទៀតហើយត្រូវជាបងរបស់វិស្ណុកុមារហ្នឹងគាត់ឈ្មោះថាញវរហៈឈ្មោះបាក់អានតិចបងប្អូនហើយបន្តមកទៀតគាត់ខ្លាចជារាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី5នេះបើតាមសភៅតាមកាពីដែលយើងធ្លាប់បានអានធ្លាប់បានស្ដាប់អញ្ចឹងណាហើយបើឲ្យដឹងលម្អិតពីប្រាសាទនេះខ្ញុំអត់បានសិក្សាលម្អិតទេដឹងបានខ្លះបងប្អូននេះផ្លូវចេញបងប្អូនផ្លូវចេញយើងចាប់ដើមដើរទៅនេះយើងចេញទៅខាងក្រៅអញ្ចឹងណានៅពេលបងប្អូនដើរដល់ចុងផុតនោះបងប្អូនឮគេបង្គុំតន្ត្រីភ្លេងខ្មែរមាន
ក្លុយមានយីគេមានត្រូមានអីទៅគឺពួកគាត់ប្រគំភ្លេងខ្មែរដើម្បីទទួលបានថវិកាខ្លះអឺក្នុងការចិញ្ចឹមជីវិតអីចឹងទៅឲ្យបងប្អូនអាចជួយឧបត្ថម្ភថវិកាដល់ពួកគាត់តិចតួចម្នាក់2000 3000 1000ក្តី500ក្តីក៏តាមចិត្តរបស់បងប្អូនចឹងបងប្អូននេះយើងដល់ផ្លូវចេញបងប្អូននេះខាងក្នុងខ្ទង់ខាងនោះគឺកន្លែងដែលពួកគាត់កំពុងតែបង្គុំប្រគំតន្ត្រីអាចថាប្រគំភ្លេងខ្មែរសំទោសមិនប្រគំតន្ត្រីទេប្រគំភ្លេងខ្មែរមានត្រូមានយីគេមានខឹមមានខ្មោះមានអីច្រើនណាខ្ញុំអត់ស្គាល់អស់ដែរតលតែមើលចិត្តមិនស្គាល់អស់តែមកវិញថ្ងៃចេះមើលអត់ច្បាស់នេះបងប្អូននៅពីក្រោយប្រាសាទបាទបងប្អូនប្រាសាទនេះមានឈ្មោះថាប្រាសាទបន្ទាយស្រីបងប្អូនដោយឈ្មោះពីដើមគេហៅថាប្រាសាទត្រីភូវណៈមហេស្វរៈគេធ្វើដើម្បីឧទ្ទិសដល់ព្រះឥសូរឧទ្ទិសដល់ហើយព្រះឥសូរព្រះអីចឹងណាបងប្អូនហើយយើងអត់បានជាដឹងលម្អិតអីដែរទេបងប្អូនដឹងបានត្រុសអញ្ចឹងបងប្អូនដោយសារនៅប្រាសាទខ្មែរយើងនៅខេត្តសៀមរាបប្រាសាទច្រើនបងប្អូនប្រាសាទអង្គរតូចប្រាសាទអង្គរធំប្រាសាទតាព្រំប្រាសាទបាយ័នប្រាសាទបន្ទាយស្រីបន្ទាយឆ្មាបន្ទាយក្តីប្រាសាទច្រើនទៀតរាប់សិបប្រាសាទនេះគឺជាផ្លូវដែលយើងចេញទៅបងប្អូនយើងចេញទៅវិញហើយយើងធ្វើដំណើរមកយើងដើរពីខាងបើយើងមកពីនេះយើងដើរបត់ឆ្វេងបងប្អូនបត់ឆ្វេងគេធ្វើផ្លូវឲ្យមកស្អាតហើយមានអ្នកបោះសម្រាមមកឲ្យគាត់ចាំសម្អាតតាមផ្លូវនោះមកស្អាតបងប្អូនអត់ពិបាកអត់ថយអត់អីទេគឺស្ដាប់សំឡេងសេកយំស្ដាប់សំឡេងសត្វរៃយំប្រគំតន្ត្រីតាមដងព្រៃព្រឹក្សាបងប្អូនគឺសំឡេងពីរោះណាស់ឥឡូវនេះយើងកំពុងទៅដើរនេះឃើញបងប្អូនខ្លះគាត់មកគាត់សម្រាកអញ្ចឹងបងប្អូនគាត់សម្រាកហើយកញ្ញាក៏ដើរហត់ពេកកបប់ស្ពីមកក្រោយបងប្អូនលេងស្ពីជាហៀងហើយដើរទៅតៃលវាយដល់អស់កម្លាំងអញ្ចឹងណាវាមិនថាជាមានកម្លាំងទេទៅវាអស់កម្លាំងបងប្អូនអញ្ចឹងបងប្អូនវីដេអូខ្ញុំគឺមានប៉ុណ្ណឹងបងប្អូនអាចចង់មកទស្សនាប្រាសាទនេះអាចមកបានបងប្អូនយើងចេញពីអង្គរតូចមកដូចជាខ្ទង់30គីឡូជាងអីទេហើយចេញពីស្រះស្រង់មកខ្ទង់20គីឡូ30គីឡូហ្នឹងបងប្អូនខ្ទង់ប៉ុណ្ណឹងគឺក៏ខ្លីជាងហ្នឹងវិញជាងហ្នឹងវាខ្ញុំអត់ច្បាស់ដែរវាខ្ទង់ប៉ុណ្ណឹងឯងហើយផ្លូវស្រួលបងប្អូនផ្លូវកៅស៊ូសុទ្ធតែម្ដងអត់មានលំបាកទេបងប្អូនអាចមកទស្សនាលេងបានអញ្ចឹងវីដេអូនេះមានប៉ុណ្ណេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមកុំភ្លេចចុច follow subscribe channel នេះផងដើម្បីទទួលបានវីដេអូថ្មីក៏ដូចជារឿងកំ pl ថ្មីពី channel ខ្ញុំបានក៏ដូចជាពី page ខ្ញុំបានសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ